មានកន្លែងមួយនៅលើផែនដីដែលរលកវិទ្យុនិងត្រីវិស័យមិនអាចដំណើរការបានវាត្រូវបានគេហៅថា The Zone of Silence ឬតំបន់ស្ងប់ស្ងាត់នៅប្រទេសមេស៊ីកូវាជាកន្លែងដែលវិទ្យាសាស្ត្ររកចម្លើយមិនឃើញឬក៏មានអ្វីមួយកំពុងលាក់បាំងនៅទីនោះតោះមកស្ដាប់និងស្វែងយល់ពីតំបន់មួយនោះជាមួយនឹងខ្ញុំរឿងរ៉ាវដ៏ចម្លែកទុះឡើងខ្លាំងនៅឆ្នាំ1970នៅពេលដែលកងទ័ពអាមេរិកបានបាញ់សាកល្បងគ្រាប់មីស៊ីល Athena ដែលផ្ទុកសារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់ប៉ុន្តែស្រាប់តែគ្រាប់មីស៊ីលនោះបានវង្វេងទិសដៅខុសរាប់រយគីឡូដីហើយហោះមកធ្លាក់ចំកណ្ដាលបេះដូងនៃតំបន់នេះហាក់ដូចជាមានកម្លាំងម៉ាញ៉េទិកយក្សមួយអូសទាញវាទម្លាក់ចុះមានសេចក្តីរាយការណ៍ថាធ្លាប់មានដុំឯផ្កាជាច្រើនធ្លាក់នៅទីនេះខុសពីធម្មតាសូម្បីតែផ្កាយរណបក៏ពិបាកនឹងចាប់សញ្ញាដែរហើយសម្រាប់អ្នកភូមិនៅទីនោះភាគច្រើនក៏តែងឃើញពន្លឺចម្លែកហុកកាត់មេឃនិងមនុស្សខ្ពស់ៗសក់ពណ៌មាសលេចមុខមកសុំទឹកផឹកឬក៏រលាយទៅបាត់វិញអ្វីដែលកាន់តែចម្លែកនោះគឺតំបន់នេះស្ថិតនៅលើខ្សែស្របទី27តែមួយជាមួយនឹងត្រីកោណបឺម៉ាដានិងពីរ៉ាមីតអេស៊ីហើយមនុស្សខ្លះជឿថាវាគឺជាច្រកទ្វារសម្រាប់មនុស្សភពក្រៅតើបងប្អូនហ៊ានទៅកម្សាន្តនៅតំបន់ដែលគ្មានសញ្ញាទូរស័ព្ទនិងគ្មានការតាក់ទងបែបនេះទេកុំភ្លេចជួយខមមិនប្រាប់ខ្ញុំផងសូមអរគុណ